ដើមហេតុមុនគេដែលធ្វើឲ្យបងប្អូនយើងមានជំងឺទឹកនោមផ្អែមប្រភេទ2ដោយមិនដឹងខ្លួនហ្នឹងដោយសារតែអរម៉ូនអាំងស៊ូលីនរបស់ពួកគាត់ហ្នឹងគឺធ្វើការខុសប្រក្រតីបាទដែលអង់គ្លេសគេហៅថា insulin resistant អញ្ចឹងណាបាទអញ្ចឹងពួកយើងត្រូវតែរកដើមហេតុហ្នឹងឲ្យឃើញហើយព្យាបាលដើមហេតុហ្នឹងឲ្យជាទើបវាអត់វិវត្តទៅរកគេហៅថាជំងឺទឹកនោមផ្អែមបាទប្រភេទ2ហ្នឹងបាទបងប្អូនបាទបងប្អូនភាគច្រើនបាទ10ទាំង10ហើយនៅពេលណាដែលទៅពិនិត្យមើលឈាមណាបាទគាត់មើលតែ2ទេបាទបើយើងនិយាយរឿងគេហៅទឹកនោមផ្អែមណាទី1គេហៅថា glucose ស្ករក្នុងឈាមយើងហ្នឹងបាទ fasting glucose ហ្នឹងហើយមួយទៀតគេហៅថា HbA1c បាទអញ្ចឹងបងប្អូនភាគច្រើនគាត់ទៅមើលទាំងអស់ហ្នឹងពេលដែលគាត់ឃើញលទ្ធផលថាស្ករនៅក្នុងឈាមរបស់គាត់ហ្នឹងក្រោម100បាទហើយ A1C ហ្នឹងក្រោម 5.7 គាត់មានអារម្មណ៍សប្បាយរីករាយមែនទែនគាត់ថាគាត់អត់មានទឹកនោមផ្អែមទេអញ្ចឹងណាបាទហើយចំណុចនេះហើយដែលធ្វើឲ្យបងប្អូនយើងភាគច្រើនគឺគាត់ជួបបញ្ហាទឹកនោមផ្អែមដោយមិនដឹងខ្លួននឹងឯងអញ្ចឹងបាទអ្វីដែលបងប្អូនភ្លេចពិនិត្យមើលមួយទៀតនៅពេលណាដែលយើងទៅមើលឈាមណាគឺអរម៉ូនអាំងស៊ូលីនហ្នឹងសំខាន់ខ្លាំងមែនទែនបងអរម៉ូនអាំងស៊ូលីនហ្នឹងយើងខ្វល់តែពីនឹងទេ glucose ហើយនឹង HbA1c ទៅពេលអរម៉ូនអាំងស៊ូលីនអត់ដែរខ្វល់បងតាមពិតអរម៉ូនអាំងស៊ូលីនហ្នឹងហើយដែលធ្វើឲ្យបងប្អូនមានបញ្ហាទឹកនោមផ្អែមហ្នឹងឯងអញ្ចឹងខ្ញុំលើកទឹកចិត្តឲ្យបងប្អូនមើលមួយទៀតបាទអរម៉ូនអាំងស៊ូលីននៅពេលណាដែលទៅមើលឈាមអញ្ចឹងណាបងប្អូនកុំភ្លេចឲ្យសោះអានេះសំខាន់ណាបើសិនជាម្លងអរម៉ូនអាំងស៊ូលីនហ្នឹងហើយយើងអត់ដឹងទេថាតើយើងកំពុងតែមានសុខភាពកម្រិតណាអញ្ចឹងណាទោះបីជាបងប្អូនខ្លះបាទឃើញថា HbA1c គាត់ល្អស្ករក្នុងឈាមល្អបាទក៏ប៉ុន្តែអរម៉ូនអាំងស៊ូលីនអត់ល្អទេបាទឧទាហរណ៍ដូចជាលទ្ធផលមួយនេះអញ្ចឹងស្ករក្នុងឈាមគាត់78ល្អណាបាទហើយ A1c គាត់5.4ទេឃើញទេអត់ចូលទឹកនោមផ្អែមទាំងអស់ក៏ប៉ុន្តែអរម៉ូនអាំងស៊ូលីនគាត់ប្រមាណ18.82ហើយអញ្ចឹងខ្ញុំគាត់ឃើញលទ្ធផលអាំងស៊ូលីនរបស់គាត់18.62ហ្នឹងខ្ញុំដឹងច្បាស់100%ថាគាត់កំពុងតែមានបញ្ហាមួយគឺអរម៉ូនអាំងស៊ូលីនគាត់ធ្វើការខុសប្រក្រតីហើយបាទអូខេហើយយើងមើលមិនយើងចែកមិនដឹងបាទបងប្អូនងាយស្រួលទេយើងយកប្រមូលមួយដែលយើងអាចធ្វើបានគឺអង់គ្លេសគេហៅថា HOMA-IR បាទអញ្ចឹងយើងយកលទ្ធផលគេហៅថាជាតិស្កររបស់គាត់ហ្នឹងណាបាទ78ហ្នឹងបាទហើយគុណជាមួយនឹងអរម៉ូនអាំងស៊ូលីនរបស់គាត់ទៅ18.82ហើយចែកជាមួយនឹង405អញ្ចឹងបើសិនជាឃើញលទ្ធផលធំជាង2.9បាទ2.9ក៏លើហ្នឹងចឹងបានថាអរម៉ូនអាំងស៊ូលីនគាត់គឺធ្វើការខុសប្រក្រតីហើយបាទអញ្ចឹងឧទាហរណ៍ថាយើងគុណចែករបស់គាត់ទៅយើងយក18.82ហ្នឹងបាទគុណនឹង78ចែកហ្នឹង405លទ្ធផលគាត់ឃើញ3.62អញ្ចឹង3.62គឺជាសញ្ញាបញ្ជាក់ថាអរម៉ូនអាំងស៊ូលីនគាត់គឺធ្វើការខុសប្រក្រតីហើយអញ្ចឹងពេលដែលយើងដឹងខ្លួនថាអរម៉ូនអាំងស៊ូលីនយើងធ្វើការខុសប្រក្រតីទោះបីជាស្ករយើងល្អ A1C យើងល្អក៏ដោយយើងអត់ប្រឡែងទេពេលហ្នឹងគឺយើងត្រូវតែធ្វើវាឲ្យមកប្រក្រតីវិញហើយងាយស្រួលទេបងប្អូនបើបងប្អូនចូលដល់ដំណាក់កាលមួយហ្នឹងឃើញលទ្ធផលអញ្ចឹងហើយណាគឺព្យាយាមបាទធ្វើឲ្យអរម៉ូនអាំងស៊ូលីនយើងមកធម្មតាវិញមកហើយងាយស្រួលទេទី1កាត់បន្ថយអាហារដែលមានជាតិម្សៅកុំញ៉ាំច្រើនដងពេកញ៉ាំតែ2ដងបានឬក៏3ដងយ៉ាងច្រើនផុតហើយអាហារពេលព្រឹកបើសិនជាចង់ញ៉ាំកុំដាក់ពួកអាហារមានជាតិម្សៅចូលញ៉ាំពួកពងទាចៀនពងទាស្ងោរបាទជាមួយនឹងបន្លែជាមួយនឹងសាច់ប៉ុណ្្នឹងទៅបានហើយអាហារពេលព្រឹកទេបាទហើយអាហារថ្ងៃត្រង់យើងអាចញ៉ាំបាយមួយកូនចានតិចទៅអាហារពេលល្ងាចញ៉ាំបាយដូចគ្នាទៅមួយកូនចានតិចមានបន្លែមានសាច់អញ្ចឹងទៅហើយហាត់ប្រាណញ៉ាំបាន15នាទីហាត់ប្រាណហ្មងទៅតែប៉ុណ្្នឹងទៅគឺអរម៉ូនអាំងស៊ូលីនបងប្អូនគឺមកធ្វើការធម្មតាវិញហើយបើសិនជាអរម៉ូនអាំងស៊ូលីនធ្វើការធម្មតាហើយបងប្អូនមិនងាយមានជំងឺទឹកនោមផ្អែមទេអញ្ចឹងណាអញ្ចឹងខ្ញុំសង្ឃឹមថាបងប្អូនព្យាយាមសិក្សាស្វែងយល់ឲ្យបានច្រើនពីគេហៅថាអរម៉ូនអាំងស៊ូលីនបងប្អូនណាសូមកុំពិនិត្យមើលទៅលើតែជាតិស្ករក្នុងឈាមហើយនឹង A1C អសោះមើលពីហ្នឹងគឺមិនអាចឲ្យយើងព្យាបាលដើមហេតុបានទេអញ្ចឹងសូមបងប្អូនព្យាយាមព្យាបាលដើមហេតុណាដោយធ្វើយ៉ាងណាក៏ដោយឲ្យអរម៉ូនអាំងស៊ូលីនបងប្អូនគឺធ្វើការប្រក្រតីឡើងវិញសូមតែបងប្អូនចែកចាយវីដេអូនេះឲ្យបានច្រើនដើម្បីជាប្រយោជន៍ដល់បងប្អូនប្រជាជនយើងបាទអរគុណច្រើនបាទ